ជំរាបសួរបងប្អូនជុំរួមជាតិទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជេងអ៊ីងខ្ញុំមានករណីមួយដើម្បីបង្ហាញជូនបងប្អូនដែលវីដេអូដែលខ្ញុំបានថតនេះខ្ញុំបានសុំការអនុញ្ញាតពីបងស្រីរួចហើយនេះជាករណីវះកាត់ទៅលើបងស្រីដែលមានបញ្ហាគៀបខួរឆ្អឹងកងខ្នងដែលខួរឆ្អឹងកងខ្នងហ្នឹងយើងយកទៅពិភាក្សាជាដុំសរសៃវិញ្ញាណអញ្ចឹងយើងបានធ្វើការវះកាត់ជូនគាត់កាលពីខែ1 2025រហូតមកដល់ឥឡូវវារយៈពេល10ខែហើយបងប្អូនអាចស្ដាប់នៃការសម្ភាសខ្ញុំជាមួយគាត់បានបាទសូមបញ្ជាក់ថាវីដេអូនេះគឺមានការអនុញ្ញាតពីគាត់រួចហើយបងប្អូនបាទអរគុណបងប្អូនទាំងអស់គ្នាតើបងមុនវះបងមិនដែរមុនវះខ្ញុំចុកព្រោះចុកហើយតន់ត្រឹមចង្កេះនឹងទៅក្រោមហើយទៅវានេះចុកកន្លែងនេះខ្លាំងបាទទុនប៉ុន្តែបងដែររួចអត់ដល់រួចគ្រូកម្រើអត់បានបងបាទចុះឥឡូវបងវះបានប៉ុន្មានខែខ្ញុំវះបានថ្ងៃហ្នឹងថ្ងៃទី9 5ថ្ងៃទៅបាន10ខែ10ខែចុះឥឡូវមិនដែរឥឡូវវាធូរច្រើនណាស់គ្រូតែថាខ្ញុំវាដូចជាចុកវិញណាពេលអញ្ចឹងខ្ញុំចង់មកបើកថ្នាំហូបវិញបាទប៉ុន្តែឥឡូវដើរបានគ្រូដើរបានមមជាងមុនឆ្ងាយចុះឥឡូវបងក្រោកមកចឹងមកក្រោកមកដើរបងដើរមកតិចមកបាទអរគុណបងទៅអង្គុយវិញចាំអញ្ចឹងមុនវះដើរអត់រួចគ្រូតន់ត្រឹមហ្នឹងឲ្យស្វាត់ជើងទៀតស្វាត់ជើងនោះទៅយ៉ាងហើយបាត់ជើងធំទូចបាត់ជើងវាដូចថាយើងវាដូចជាដូចអត់សោកដឹងណាបាទចាដល់ពេលយើងវះហើយថាបានជោគជ័យគ្រូថាពេលគាត់ប្រាប់ថាពេលយើងវះហើយអត់ថាធ្វើចលនាអញ្ចឹងបាទទៅពេលខ្ញុំចេះធ្វើចលនាលើកតាមគ្រូពេទ្យអីធ្វើចេះអញ្ចឹងទៅពេលខ្ញុំវះបានកន្លះខែអញ្ចឹងទៅគាត់ជួយគៀនដើរបានតិចទៅបាទតិចខ្ញុំបាន1ខែខ្ញុំអាចតោមក្រែរសៀលខ្លួនឯងបានខ្លះបាទចាឡើងដល់2ខែ3ខែខ្ញុំអាចដោកន្លែងដៃបានបាទចុះឥឡូវបើរត់បានរត់បានតែមិនហ៊ានព្រោះពេលមកឈឺខ្ញុំខ្លាចឈឺវិញបាទហើយខ្លាចថាលំមកវិញខ្ញុំខ្លាចលំមកវិញលោកគ្រូបាទភាគច្រើនខ្លាចលំមកវិញហ្មងបាទពួកគេថាអាចជំងឺនឹងខ្លាចលំមកវិញគឺតាមប្រភេទដុំសាច់បងបើដុំសាច់បងភាគរយតិចបំផុតដែលលំមកវិញបាទតែខ្ញុំវិភ័យយ៉ាងគ្រូនេះខ្ញុំចុកដែរបានព្រោះចុកត្រឹមនឹងហើយវារៀងថាសាចុងជើងដូចយើងពីមិនទាន់វះទៅរៀងថាឈឺទៅដល់តិចទៅខ្ញុំភ័យខ្ញុំមកដល់ថ្នាក់អូខេបាទអរគុណបងចា៎